សួស្តីសុភាពបរោះសុភាពនារីទាំងឡាយថ្ងៃនេះវល់ត្រឡប់ជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទ VC ម្ដងទៀតហើយណាបាទហើយមុននឹងឈានចូលដល់ការសម្រាប់សាច់រឿងមួយនេះពិតជាអរគុណទៅដល់អ្នកឧបត្ថម្ភរបស់យើងធំៗមែនតែនក្នុងនោះរួមមានបតសំណាងទឹកប្រាក់ចំនួន24សេននិងវិជ្ជការចំនួន800រៀលពិតជាអរគុណទៅដល់អ្នកទាំងពីរធំៗមែនតែនចំពោះគ្នាយើងណាដែលចង់ជួយឧបត្ថម្ភ admin ទៀតក៏អាចឧបត្ថម្ភតាមរយៈ QR scan ដែល admin ដាក់នៅលើអេក្រង់មួយនេះណាហើយតាក់ទងមួយការសម្រាប់រឿងចាញ់វិញហ្នឹង admin សូមនិយាយបន្តិចតាក់ទងនឹងការធ្វើហ្នឹងគ្នាយើងមើល10នាទីមែនប៉ុន្តែ admin ធ្វើហ្នឹងគឺរយៈពេលប្រហែលជា4ម៉ោងទៅ6ម៉ោងទៅបានចេញជា10នាទីដែលគ្នាយើងទស្សនានេះឯងចឹងហើយសង្ឃឹមថាគ្នាយើងយកយល់ផង admin ក៏នឹងព្យាយាមចេញវីដេអូឲ្យបានរាល់ថ្ងៃឬក៏2ថ្ងៃក្នុងមួយវីដេអូដែលក្នុងមួយវីដេអូហ្នឹងគឺវាមានរយៈពេលដល់ទៅ2ភាគអញ្ចឹងពិតជាអរគុណគ្នាយើងណាសង្ឃឹមថាគ្នាយើងនឹងយកយល់តោះនិយាយច្រើនហើយកុំឲ្យខាត់ពេលវេលារបស់គ្នាយើងយូរទៀតទៅតាមណាសាច់រឿងរបស់យើងតែម្ដងទៅណាបាទសាច់រឿងគឺបានចាប់ផ្ដើមឡើងជាមួយនឹង Master Kill ទៅនិយាយជាមួយនឹង Soichi ដែលថានៅពេលនេះ Soichi បានខ្លាចទៅជាអ្នកផ្សងព្រេងហើយ Soichi ក៏គួរតែមានជាមួយនឹងយានជំនិះមួយដែលជាសត្វសេះហ្នឹងដើម្បីធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយអីអញ្ចឹងទៅណាមួយវិញទៀតសត្វសេះអាចជួយដឹកតំណែងទៅកាន់ Soichi ផងដែរក្រោយតែពេលឲ្យ Soichi រកជាមួយនឹងសេះហើយហ្នឹងគាត់បានលូកចូល Leo របស់គាត់ដើម្បីយកជាមួយនឹង Panty ហ្នឹងឲ្យទៅកាន់ Soichi ទៅកាន់ហាងលក់សេះដើម្បីទិញសេះនិយាយពីថាចេះតែមានយក Panty ទៅទុកក្នុង Leo អីណាទៅវិញអើយ Master Kill ម្នាក់នេះចំពោះ Soichiក្រោយពីទទួលបាន Panty ហើយហ្នឹងគាត់ក៏បានធ្វើដំណើរទៅកាន់ហាងលក់សេះប៉ុន្តែសារាជាមួយនឹង Adoria ហ្នឹងគឺនាងមិនបានទៅនៅទេដោយសារតែអ្នកទាំងពីររវល់បំពេញខ្វេះលុះបន្តមក Soichi គាត់ក៏បានមើល Panty កាច់ឆ្វេងកាច់ស្ដាំអីអញ្ចឹងទៅក្រោយពីបានមើល Panty នឹងដើរតាម Panty អស់រយៈពេលជាយូរមកហ្នឹងទើបបានទៅដល់កន្លែងលក់សេះហើយគាត់ក៏បានជួបជាមួយនឹងម្ចាស់កសិដ្ឋានដែលដំបូងឡើយហ្នឹងម្ចាស់កសិដ្ឋានបានណែនាំ Soichi ហ្នឹងទៅមើលជាមួយនឹងសេះកាត់នៀកដែលសេះម្នាក់ហ្នឹងគឺវាមានកម្លាំងខ្លាំងណាស់ក្រោយមកទៀតបាននាំទៅមើលសេះកាត់ក្តាន់ប៉ុន្តែអាសេះកាត់ក្តាន់ហ្នឹងគ្រាន់តែភ័យតែបន្តិចហ្នឹងក៏វាអាចងាប់ផងដែរនៅពេលហ្នឹងម្ចាស់កសិដ្ឋានគ្រាន់តែយកដៃប៉ះវាតែបន្តិចវានឹងគឺថាភ័យរហូតតតែដាច់ខ្យល់ងាប់នៅទីតាំងហ្នឹងតែម្ដងមានណាក្រោយឃើញសេះខ្លួនឯងងាប់ភ្លាមម្ចាស់កសិដ្ឋាននិយាយដែរថាយាយចាំឲ្យគេទិញហើយចាំឲ្យងាប់ទៅវាថយចាំបាច់ងាប់អីនៅមុខគេតែម្ដងណាស៊ូឈីគ្រាន់តែលឺអញ្ចឹងស៊ូឈីថាឲ្យវិញថាលោកឯងនឹងនិយាយលេងសើចពេកទេអីក្រោយពីបញ្ចុះបញ្ចូលស៊ូឈីមិនអាចឲ្យទិញសេះក្តាន់ហើយហ្នឹងគាត់ក៏បានចង្អុលទៅកាន់លាមួយក្បាលទៀតដែលលាមួយហ្នឹងគឺវាកាចឆ្នះមែនតែនហើយវាត្រូវបានម្ចាស់កសិដ្ឋានហ្នឹងដាក់ត្រង់មួយដាច់ដライតែម្នាក់ឯងម្ចាស់កសិដ្ឋានតឹងអែជាមួយនឹងគូរបស់វាភ្លាមហ្នឹងត្រូវបានវាធាក់មួយជើងតែម្ដងហើយវានឹងក៏បានទៅលូតសង្គ្រោះម្ចាស់កសិដ្ឋានចិនយកចំពោះ Soichi ដែលជាមនុស្សកម្ពុជាសំណាងដែលត្រូវបាន system ទទួលស្គាល់នៅពេលនេះហ្នឹងគាត់ក៏ទទួលបាន skill មួយទៀតគឺអាចនិយាយជាមួយនឹងសត្វបានក្រោយពីទទួលបាន skill ហើយហ្នឹងគាត់បានស្ដាប់ឮជាមួយនឹងសេះម្នាក់ហ្នឹងនិយាយដែរថាកុំយកដៃដល់កខ្វក់របស់ឯងមកប៉ះរាងកាយរបស់យើងឲ្យសោះអ្នកដែលប៉ះយើងបានហ្នឹងគឺមានតែអ្នកដែលយើងត្រូវបានគោរពតែប៉ុណ្ណោះក្រោយពីឮអញ្ចឹងហ្នឹង Soichi និយាយដែរថាអីគេនិយាយច្រើនអីខ្លាំងម្ល៉េះដែលធ្វើឲ្យលាម្នាក់ហ្នឹងដឹងដែរថា Soichi គឺអាចនិយាយភាសាសត្វបានគាត់ក៏បានសួរទៅកាន់ Soichi ដែរថាតើឯងគឺជានរណាគេ Soichi និយាយដែរថាខ្ញុំមកកសិដ្ឋានសេះដើម្បីទិញសេះហ្នឹងហើយសត្វលាមួយហ្នឹងបានឲ្យ Soichi បើកទ្រុងចូលមកប៉ុន្តែមានទេគ្រាន់តែ Soichi បើកទ្រុងភ្លាមហ្នឹងដេញថាក់ Soichi យកតែម្ដងប៉ុន្តែថាក់ជាលើកទី2ហ្នឹងគ្មានតែថាក់បានទេត្រូវបាន Soichi ចាប់ជើងជាប់ Soichi ចាប់ជើងជាប់មធ្យមនោះទេងុំតែ Soichi ហ្នឹងចាប់លាម្នាក់ហ្នឹង3ទេតើគេលាញីផងគេមិនដែលត្រូវបានអ្នកណាមកប៉ះពាល់គេណាក្រោយមកទៀតលាម្នាក់ហ្នឹងគឺបានទៅគោរព Soichi ធ្វើជាម្ចាស់ព្រមទាំងបានវាទៅកាន់ម្ចាស់កសិដ្ឋានតែមទៀតម្ចាស់កសិដ្ឋានបានឲ្យ Soichi free តែម្ដងយកទៅផុតទៅកុំឲ្យនៅទល់មុខគាត់ទៀតក្រោយមកទាំង Soichi ទាំងលាហ្នឹងគឺបានដើរកាត់ផ្សារប៉ុន្តែពួកគេគឺបានធំក្លិននៅអាហារផ្សេងលាហ្នឹងគឺថាចង់ស៊ីមែនតែន Soichi ហ្នឹងគឺចិត្តល្អទៀតទិញរបស់របរហ្នឹងឲ្យទៅកាន់លាហ្នឹងញ៉ាំយកទាំងពីរនាក់ក្រោយតែពី Soichi ធ្វើចិត្តល្អដាក់ខ្លួនបែបហ្នឹងធ្វើឲ្យលាហ្នឹងចាប់ផ្ដើមនិយាយដែរថាលោកម្ចាស់ខ្ញុំនឹងដើរតាមលោកម្ចាស់រហូតខ្ញុំស្មោះត្រង់ជាមួយលោកម្ចាស់តាមពិតទៅហ្នឹងចង់បានរបស់គេស៊ីលួមគេតែប៉ុណ្ណោះក្រោយពីបានញ៉ាំអីហើយពួកគេគឺបានបន្តដំណើរទៅមុខទៀតប៉ុន្តែ Soichi បានជួបជាមួយនឹងក្មេងស្រីលក់គំនូរដល់កំសត់ម្ដងទៀតហើយគាត់បានឃើញជាមួយនឹងបុរសម្នាក់ទៀតដែលបាននិយាយមើលងាយទៅកាន់នាងដែរថានាងហ្នឹងគឺជាមនុស្សពាក់កណ្ដាលសាទហើយនាងហ្នឹងគឺជាមនុស្សធន់អន់គំនូរដែលសែនអន់របស់នាងដូចជាសម្រាមអញ្ចឹងគ្មានអ្នកណានឹងមកទិញគំនូររបស់នាងនោះទេក្រោយមកហ្នឹង Soichi បានមកកាត់ចង្វាក់អ្នកទាំងពីរ Soichi នេះវិញហ្នឹងគឺជាអ្នកដែលទិញគំនូរនាងកាលពីមុនដែលធ្វើឲ្យនាងក៏ចងចាំដែរថា Soichi ហ្នឹងគឺជាមនុស្សចិត្តល្អដែលបានធ្លាប់ទិញគំនូររបស់នាងអីចឹងទៅប៉ុន្តែគ្រាន់តែដឹងថា Soichi គឺជាអ្នកទិញគំនូររបស់នាងលើកមុនហ្នឹងធ្វើឲ្យអាប៉ែកក្បាលលឿងហ្នឹងនិយាយដែរថា Soichi ហ្នឹងឯងជាមនុស្សដែលខ្វាក់ភ្នែកទិញជាមួយនឹងគំនូរដែលអន់របស់នាងទៅវិញហើយមើលគំនូររបស់នាងគូដូចឈួតអញ្ចឹងហើយចេះតែទិញដែរនិយាយរួមទៅអាប៉ែកហ្នឹងជេរជាមួយនឹង Soichi កប់មាត់យកតែម្ដងនឹងដៀលជាមួយនឹងក្មេងស្រីលក់គំនូរហ្នឹងយកនឹងឯងក៏ប៉ុន្តែ Soichi និយាយដែរថាបើសិនជាក្មេងស្រីម្នាក់ហ្នឹងចង់ទៅប្រឡងគំនូរហ្នឹងតែមិនហ៊ាននាងគួរតែមើលមកកាន់គាត់ខ្ញុំនឹងទៅធ្វើការប្រឡងជិះសេះបើសិនជាខ្ញុំចាប់ក្នុងចំណោមលេខ5ទៅកាន់លេខ1ហ្នឹងនាងត្រូវតែក្លាហានទៅប្រឡងគូគំនូរដែលធ្វើអាក្បាលលឿងហ្នឹងនិយាយដែរថាមែន
ឯណៃស៊ុយឈីខ្ញុំឃើញគេប្រកាសហើយអ្នកចាប់លេខ5បានជាមួយនឹងរង្វាន់ត្រីដ៏ធំមួយត្រីមួយហ្នឹងមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់ស៊ុយឈីគ្រាន់តែលឺអញ្ចឹងភ្លាមហ្នឹងធ្វើឲ្យលានឹងចាប់ផ្ដើមបើកភ្នែកធំៗនឹងមានបេះដូងថែមទាំងចង់ញ៉ាំត្រីនឹងថែមទៀតហើយក៏បានរត់ទៅប្រាប់ស៊ុយឈីដែរថាលោកម្ចាស់តោះយើងទៅប្រឡងយកលេខ5អាលេខ1អីមិនបាច់យកទេយកលេខ5ហ្នឹងហើយដើម្បីបានត្រីចំពោះស៊ុយឈីហ្នឹងក៏យល់ព្រមថាប្រឡងយកលេខ5ដែរទាំងលាទាំងម្ចាស់ហ្នឹងមិនដឹងគិតអីទេលេខ1មិនយកទៅយកលេខ5អីណាទៅវិញក្រោយតែម្ចាស់នឹងលានិយាយត្រូវគ្នាហើយហ្នឹងពួកគេក៏បានចេញដំណើរទៅសារាជាមួយនឹងអាល់តូរីហ្នឹងក៏បានទៅមើលការប៉ណ្ណាំងរបស់ស៊ុយឈីផងដែរនៅទីបំផុតអ្នកប្រកាសក៏ប្រកាសដែរថាដល់ពេលដែលត្រូវប្រកួតហើយប៉ុន្តែអ្នកដែលជាប់លេខ1ហ្នឹងគឺអាចទៅដេតជាមួយនឹងប្រធានក្រុមស្រីនៃកងការពាររាជធានីដែលជាវ៉ាការៀនឈ្មោះថាវីសហើយគ្រាន់តែឮថាជាប់លេខ1បានទៅដេតជាមួយនឹងប្រធានកងស្រីដ៏ស្រស់ស្អាតបែបហ្នឹងហើយគឺថាស្រែកយកតែម្ដងអ្វីដែលគួរតែអស្ចារ្យជាងហ្នឹងអ្នកជាប់លេខ2បានរូបសិចស៊ីរបស់មេកងស្រីលវីសម្នាក់ហ្នឹងគឺរង្វាន់ថាបានរូបសិចស៊ីរបស់ម្នាក់ស្រីហ្នឹងភ្លាមធ្វើឲ្យស៊ុយឈីទាំងលាហ្នឹងគឺថាចាប់ផ្ដើមនឹងគ្នាចង់គាំងហើយមិនដឹងពួកហ្នឹងគិតអីទេក្រោយតែពីលានឹងម្ចាស់គាំងមួយសន្ទុះហើយហ្នឹងពួកគេក៏និយាយដែរថាអាលេខ1លេខ2អីហ្នឹងមិនបាច់យកទេលោកម្ចាស់យើងនឹងគ្នាយកលេខ5ហើយអ្នកទាំងពីរហ្នឹងក៏យល់ព្រមមួយគ្នាទៀតថាយកលេខ5ដើម្បីយកត្រីធំក្រោយមកគណៈកម្មការបានណែនាំថាពួកគេហ្នឹងត្រូវតែជិះមួយជុំនៃ start មួយនេះដើម្បីចាប់លេខ1ហើយពួកគេហ្នឹងគឺអត់មានលក្ខខណ្ឌចងជើងពួកគេអីទេគឺប្រយុទ្ធគ្នាដោយសេរីអ្នកណាចាញ់គឺចាញ់អ្នកណាដួលគឺដួលអត់ញញ៉ៃទេការចាប់ផ្ដើមគឺចាប់ផ្ដើមសេះគេរត់ទៅអស់ហើយសេះកាត់ក្តាន់ហ្នឹងគឺថានាំគ្នាភ័យខ្លាំងពេកពួកហ្នឹងដួលសន្លប់មិនមែនដួលសន្លប់ទេគឺដួលងាប់តែម្ដងធ្វើឲ្យអ្នកទិញសេះហ្នឹងឡើងចង់គាំងដែរថាសេះអីក៏អន់ម្លេះសម្បីតែអ្នកមើលហ្នឹងក៏ស្រែកប៊ូលទៅកាន់ពួកគេដែរថាស្អីគេអាសេះក្តាន់ហ្នឹងងាប់លឿនម្លេះថាកូនសេះកាត់ក្តាន់ហ្នឹងទៅវិញងាប់លឿនចំណែកលារបស់ស៊ុយឈីហ្នឹងគ្មានកម្លាំងដើរទេដើរធ្វើតយធ្វើឲ្យអ្នកគ្រប់គ្រងហ្នឹងក៏និយាយដែរថាគួរតែបោះបង់ទៅវាមិនដែលលាអាណាក៏ដើរអន់ជាងការដែលជិះលាទៅទៀតហើយលារបស់ស៊ុយឈីនិយាយដែរថាតាមពិតទៅហ្នឹងអត់ទាន់បានញ៉ាំអាហារពេលព្រឹកអញ្ចឹងហើយធ្វើឲ្យគេឃ្លានអត់មានកម្លាំងបន្តដំណើរទៅមុខទៀតនោះទេដល់ធ្វើតយក្រោយពីដឹងហេតុហើយហ្នឹងស៊ុយឈីគាត់ក៏បានទៅទាញជាមួយនឹងឃ្លាំងរបស់គាត់ដើម្បីទាញនៅវត្ថុញ៉ាំមកណាប៉ុន្តែមានតែបានរបស់ញ៉ាំអីស្រួលបួរទេតែបានជាមួយនឹងអាផ្លែឈើវិវត្តមកទៀតហើយដែលឲ្យលាមួយហ្នឹងគឺញ៉ាំយកលានឹងគឺព្រមញ៉ាំទៅទៀតបើកលេទៅមើលអ្នកប៉ណ្ណាំងដតីទៀតដែលពួកគេនៅខាងមុខហ្នឹងពួកគេគឺបានទៅជ្រោះជួបគ្នាជាមួយនឹងចចកព្រៃដែលមិនដឹងថាមកពីខាងណាក៏មិនដឹងនោះទេប៉ុន្តែពួកគេគ្មានហ៊ានធ្វើដំណើរអីទៅទេលើកលែងតែស៊ុយឈីនេះវិញហ្នឹងបលលាទៅយ៉ាងលឿនលាហ្នឹងក៏វាមិនព្រមឈប់ទៅទៀតបានអីឈប់បើលាហ្នឹងវាបានស៊ីជាមួយនឹងអាផ្លែឈើវិវត្តអញ្ចឹងហើយហ្នឹងធ្វើឲ្យវាហ្នឹងគឺមិនអាចគ្រប់គ្រងរាងកាយបាននោះទេលោតចូលទៅវងកដាថាក់ជាមួយនឹងចចកព្រៃថាក់ជាមួយនឹងមេនៃចចកព្រៃហ្នឹងធ្វើឲ្យមេចចកព្រៃហ្នឹងសន្លប់នៅទីតាំងហ្នឹងភ្លាមតែម្ដងក្រោយតែវាបានវាជាមួយនឹងចចកព្រៃហ្នឹងសន្លប់ហើយហ្នឹងលាវានៅតែបន្តដំណើរទៅមុខទៀតទាំងដែលវានឹងចង់ឈប់វាចង់យកលេខ5ទេប៉ុន្តែវាគ្មានទៅបានដឹងអីណាវាកម្លាំងរបស់វានៅតែបលទៅមុខតទៅជាប់លេខ1ទាំងលាទាំងម្ចាស់ហ្នឹងមុខមិនសប្បាយចិត្តទេពេលទទួលបានរង្វាន់ហើយហ្នឹងគឺលាយំយកតែម្ដងដោយមិននឹកស្មានថាចង់បានលេខ5ចង់បានត្រីដ៏ធំយកមកញ៉ាំអីអញ្ចឹងទៅប៉ុន្តែបើជាបានលេខ1គ្មានបានអីនោះទេបានតដេតជាមួយនឹងមនុស្សស្រីឯណាទៅវិញទាំងដែលមិនចង់បានតតែសោះក្រោយតែពេលលារអ៊ូរទាំអស់ចិត្តហើយហ្នឹងស៊ុយឈីបានទៅលុំលាមួយក្បាលហ្នឹងដែរថាចាំគាត់ទិញអីឆ្ងាញ់ឲ្យញ៉ាំហើយក្រោយពេលលឺស៊ុយឈីនិយាយអញ្ចឹងក៏បានលោតទៅអោបស៊ុយឈីប៉ុន្តែរាងកាយហ្នឹងចាញ់ជាមួយនឹងពណ៌មាសហើយគឺបានវិវត្តខ្លាចទៅជាមនុស្សមួយជុំទៅទេងុំតតែគ្មានសម្លៀកបំពាក់ថែមទៀតនៅពេលនេះហ្នឹងធ្វើឲ្យអ្នកទាំងពីរដែលបានមកហ្នឹងគឺថាចង់ស្រឡាំងកាំងហើយស៊ុយឈីហ្នឹងចង់តវ៉ាដែរថាខ្លួនគាត់ហ្នឹងគឺមិនបានធ្វើអីខុសនោះទេប៉ុន្តែលាបានរត់ទៅអោបស៊ុយឈីដែលធ្វើឲ្យស៊ុយឈីហ្នឹងគឺចាប់ផ្ដើមឈាមច្រមុះដោយសារតែឃើញរាងកាយអាក្រាតរបស់លាម្នាក់ហ្នឹងហើយអត់មានសំណោះតែអ្នកមើលយើងទេមិនដឹងតែគិតអីដល់ណាដល់ណីទៀតហើយទេចំណែកសាច់រឿងហ្នឹងគឺបានឃើញថាអាល់តូរីហ្នឹងគឺមិនពេញចិត្តនោះទេហើយគិតថានាងហ្នឹងគឺជាមនុស្សស្រីរបស់ស៊ុយឈីទាំងដែលនាងហ្នឹងកំពុងតែអាក្រាតកាយនៅពីមុខស៊ុយឈីអាល់តូរីហ្នឹងមិនមែនដូចសារីឯណាប្រច័ណ្ឌយកនឹងចូលទៅវាយជាមួយនឹងស៊ុយឈីមួយដៃឡើងពើងតែម្ដងមើលទៅដឹងហើយថាស៊ុយឈីត្រូវបបប៉ុណ្ណាក្រោយតែពីអាល់តូរីវាយជាមួយនឹងស៊ុយឈីហើយហ្នឹងនាងក៏បានអោយស៊ុយឈីបកស្រាយផងដែរដែលស៊ុយឈីបកស្រាយថាម្នាក់ហ្នឹងគឺជាលានោះទេដែលវាត្រូវបានវិវត្តខ្លាចមកជាមនុស្សក៏ប៉ុន្តែអាល់តូរីនិយាយដែរថាវាមិនអាចនោះទេវាមិនដែលសត្វឯណាដែលអាចវិវត្តខ្លាចមកជាមនុស្សបែបហ្នឹងនោះឡើយសារីបានលូកមកនិយាយបន្តថាអាចតើព្រោះនាងហ្នឹងគឺជាសត្វស្វាគីងកុងដែលវិវត្តខ្លួនខ្លាចមកជាមនុស្សនាងក៏បានប្រែកាយខ្លួនឯងខ្លាចទៅជាគីងកុងដែលធ្វើឲ្យអាល់តូរីនឹងបើកភ្នែកធំក៏ដូចជាព្រមជឿជាមួយនឹងស៊ុយឈីហើយនៅពេលនេះចំពោះឯសាច់រឿងគឺបានកាត់ទៅកាន់រយៈពេល20នាទីក្រោយដែលពួកគេបាននាំជាមួយនឹងលាម្នាក់នឹងទៅផ្លាស់ប្ដូរសម្លៀកបំពាក់លាម្នាក់នឹងមានឈ្មោះថាលូលូនីនៅពេលជាមួយនឹងគ្នានឹងមានកងអង្គរៈ2នាក់ទៀតដែលជាមនុស្សស្រីនឹងបានមកយកស៊ុយឈីទៅដេតជាមួយនឹងមេរបស់ពួកគេកងការពារស្រីទាំង2នាក់នឹងមិនមែនមកហៅស៊ុយឈីធម្មតាដូចជាហៅទទួលរង្វាន់អីទេគឺថាចាប់ស៊ុយឈីនឹងដូចជាអ្នកទោសព្រមទាំងអូសស៊ុយឈីទៅតែម្ដងមើលទៅនឹងគឺដឹងហើ
ហើយគឺថាកាយវិការអីហ្នឹងគឺទាញសូអេឈីបែបជាសូអេឈីអ្នកទោសមិនសមថាអ្នកទទួលរង្វាន់តតែសោះហើយមកសូអេឈីបានទៅជួបជាមួយនឹងមេកងការពារវ៉ាវ៉ារៀនដែលមានឈ្មោះថាលូវីសម្នាក់ហ្នឹងដែលនាងកំពុងតែវឹកហាត់ជាមួយនឹងកងទាហានរបស់នាងហ្នឹងឃើញថានាងហ្នឹងគឺខ្លាំងមែនទែនវាយកងដៃគូទាំងអស់ហ្នឹងដួលតែម្ដងក្រោយមកទៀតនាងគឺបានដើរទៅជួបជាមួយនឹងសូអេឈីលូកដៃដើម្បីចាប់ជាមួយនឹងនាងបោះដាវទៅកាន់សូអេឈីដោយបញ្ជាក់ដែរថាការដែតរបស់នាងហ្នឹងគឺបានន័យថាការប្រយុទ្ធគ្នាជាមួយនឹងនាងចំពោះសូអេឈីហ្នឹងមិនបានចង់ប្រយុទ្ធគ្នាអីជាមួយនឹងលូវីនោះទេសូម្បីតែដែតធម្មតាអីហ្នឹងក៏មិនចង់ដែតដែរប៉ុន្តែនិយាយទៅហ្នឹងគឺលូវីមិនស្ដាប់នោះឡើយលូវីបានដកដាវរបស់នាងចូលទៅប្រយុទ្ធជាមួយនឹងសូអេឈីប៉ុន្តែចម្លែកមែនទែនសូអេឈីអាចកិច្ចបានគ្រប់ស្នៀតដែលមិនថាលូវីប្រើក្បាច់ដាវលឿនប៉ុណ្ណាក៏ដោយក៏ឃើញដែរថាសូអេឈីនៅតែអាចកិច្ចបាននៅពេលដែលនាងស្តុកចូលទៅវាយជាមួយនឹងសូអេឈីម្ដងទៀតសូអេឈីបានទាត់ដាវរបស់នាងហ្នឹងហោះឡើងទៅខាងលើក្រោយមកសូអេឈីប្រើជាមួយនឹង skill បំលាស់ទីបាល់លឿនរបស់គាត់ហ្នឹងចូលទៅប្រជុំជាមួយនឹងករបស់លូវីដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលដោយសារតែគ្មាននរណាហ្នឹងផ្ដួលលូវីពីមុនមកនោះឡើយនេះគឺជាលើកទី1ហើយលូវីគឺបានទៅលុតជង្គង់និងសុំឲ្យសូអេឈីធ្វើជាគ្រូរបស់នាងហើយសូអេឈីក្រោយពីឃើញលូវីធ្វើបែបហ្នឹងគឺថាគាត់មិនដឹងនិយាយម៉េចទេគាត់គ្រាន់តែអឺតែប៉ុណ្្នឹងឯងក្រោយមកសាច់រឿងគឺបានកាត់ទៅកាន់គ្នារបស់សូអេឈីដែលជាមិត្តរួមថ្នាក់ដែលពួកគេត្រូវបាន teleport មកភពមួយនេះហ្នឹងមិនថាមិត្តរួមថ្នាក់ដទៃទៀតដែលខុសចំនួនហ្នឹងក៏ពួកគេត្រូវបាន teleport មកដែរប៉ុន្តែអាសិស្សដែលថា teleport មកថ្មីហ្នឹងគឺថាឆ្លើយមែនតែនពួកគេហ្នឹងគឺមិនខ្វល់អីនោះឡើយពួកគេមកទីនេះគឺធ្វើជា hero និងក្នុងការប្រយុទ្ធជាមួយនឹងពួកបិសាចគឺរបស់យើងហ្នឹងគឺបានកាត់ទៅខាងបិសាចអីណេះវិញហ្នឹងដែលកូនស្រីរបស់ស្ដេចបិសាចបានកោះហៅជាមួយនឹងគ្នារបស់នាងមិនថាកងសេនាណាក៏ដោយហ្នឹងហៅមកប្រជុំគ្នាក្នុងការប្រជុំមួយហ្នឹងគោលបំណងដ៏ធំបំផុតគឺគេមិនចង់ធ្វើសង្គ្រាមជាមួយនឹងពួកមនុស្សនោះឡើយហើយពួកគេក៏បានដឹងដែរថាតាមកាពិតទៅមនុស្សហ្នឹងគឺជាអ្នកដែលបានសម្លាប់ទៅកាន់ប្លែក Dragon God ទាំងនេះក៏ជាហេតុផលដ៏ធំមួយដែលធ្វើឲ្យពួកគេត្រូវតែចងសម្ព័ន្ធភាពជាមួយនឹងពួកមនុស្សមិនត្រូវប្រយុទ្ធគ្នានោះឡើយប្លែក Dragon God ហ្នឹងគឺខ្លាំងជាងពួកគេទៅទៀតហើយបែរជាចាញ់ក្រុមស្នាដៃមនុស្សអញ្ចឹងបញ្ជាក់ថាមនុស្សគឺមានកម្លាំងខ្លាំងអ្នកគ្រប់គ្នាក៏យល់ព្រមដែរក្រោយតែពីប្រជុំចប់ហ្នឹងគ្រីសដែលជាអ្នកចិត្តដិតរបស់កូនស្ដេចបិសាចហ្នឹងបែរជាទៅឈោសោយតែម្នាក់ឯងដែលមានគម្រោងផែនការបញ្ជូនជាមួយនឹងឃាតករទៅសម្លាប់ស្ដេចចំពោះស្ដេចរបស់យើងដែលជា Rancer ឯណែវិញហ្នឹងគាត់ជាស្ដេចមួយក្នុងចំណោមស្ដេចដទៃទៀតប៉ុន្តែស្ដេចនៅទីតាំងហ្នឹងគឺគេមានបែងចែកជាតំបន់ជានគរអីចឹងទៅមាននគរ Kaiser គឺជានគរចិត្តអាក្រក់ដែលត្រូវបានមិត្តរួមថ្នាក់របស់សូអេឈី teleport ទៅហើយ Rancer ជាស្ដេចនៃនគរ Volbert ចំពោះគាត់នៅពេលនេះត្រូវបានឃាតករចូលមកក្នុងរាជវាំងរបស់គាត់ក៏ប៉ុន្តែសាច់រឿងគឺបានកាត់ទៅកាន់សូអេឈីឯណែវិញដែលកំពុងតែនិយាយជាមួយនឹងកូនចៅរបស់លូវីដែលនាងបានណែនាំដែរថាតាមកាពិតទៅលូវីគឺជានារីដ៏រឹងមាំត្រូវបានគេឧទ្ទិសនាមថាគឺជាបិសាចនៃដាវហើយនាងក៏មិនដែលវាចាញ់នរណាពីមុនមកនោះដែរដែលធ្វើឲ្យមនុស្សគ្រប់គ្នាសម្លឹងមកមើលនាងហ្នឹងគឺទាំងភ័យខ្លាចក៏ដូចជាមិនបានចាត់ទុកនាងថាគឺជាក្មេងស្រីដ៏តូចអីច្រមុះអីនោះទេគឺចាត់ទុកនាងថាគឺជាដាវបិសាចដែលធ្វើឲ្យនាងហ្នឹងគឺមិនចូលចិត្តនោះឡើយហើយនាងចង់ឲ្យគេហ្នឹងចាត់ទុកនាងគឺជាក្មេងស្រីតូចចំពោះសូអេឈីឯណែវិញក៏យល់ពីអារម្មណ៍របស់នាងដែរតែត្រូវបានមនុស្សជុំវិញខ្លួនហ្នឹងចាត់ទុកគឺជាមនុស្សទុនខ្សោយដែលត្រូវបានទុកដោយដលៃពីគេដទៃទៀតមិនត្រូវបានរាប់អានក្រោយមកចំពោះសំណើមុននេះបន្តិចដែលលូវីសុំឲ្យសូអេឈីធ្វើជាគ្រូរបស់ខ្លួនហ្នឹងសូអេឈីគាត់ក៏យល់ព្រមដែរតែយល់ព្រមទាំងតាក់ទៅហើយគាត់ក៏និយាយដែរថាគាត់អត់ដឹងថាគួរបង្រៀនអីទៅកាន់លូវីនោះទេស្រាប់ពេលហ្នឹងស្រាប់តែមាននារីបម្រើម្នាក់ទៀតនិយាយដែរថាស្ដេចកំពុងតែរងគ្រោះថ្នាក់អំពីឃាតករចូលទៅសម្លាប់ស្ដេចចំណែកសូអេឈីឯណែវិញហ្នឹងបានត្រឹមតែទឹកមុខក្រៀមក្រំនិងចង់ដឹងដែរថាជានរណាគឺបានបើកដំណើរការស្គីរបស់គាត់ជាស្គីរុករោគបានឃើញជាមួយនឹងក្មេងស្រីឃាតករម្នាក់ដែលជាអំបូរសัตว์កាត់មនុស្សដដែលហើយគេក៏បានដឹងដែរថាក្មេងស្រីម្នាក់ហ្នឹងកម្លាំងខ្លាំងណាស់ពួកក្មេងស្រីហ្នឹងគាត់ក៏បានដឹងដែរថាមាននរណាម្នាក់កំពុងតែលួចមើលគាត់ចំពោះសាច់រឿងគឺបានបញ្ចប់ត្រឹមតែប៉ុណ្្នឹងចាំមើលរងចាំទស្សនាភាគក្រោយតើសូអេឈីអាចចាប់ជាមួយនឹងឃាតករម្នាក់ហ្នឹងបានដែរឬអត់